ក្លាមឈឹមបពៀនឹងស្ដេចអន្ត្រីក្បាលសចម្ពុះស្រួយត្រៀមលេងគ្នាមែនទែនហើយនៅពេលនេះប្រធានាធិបតីម៉ត់ឆៅចិត្តឆៅដូណាល់ត្រាំបានគម្រាមរួចជាស្រេចថាក្រសួងសង្គ្រាមអាមេរិកបានដាក់ពង្រាយនាវាចម្បាំងនិងទ្រព្យសម្បត្តិយោធាផ្សេងទៀតនៅជិតអេរ៉ុងច្រើនជាងពេលដែលព័ទ្ធចាប់លោកប្រធានាធិបតីនីកូឡាស់ម៉ាដូរ៉ូនៅវេណេស៊ុយអេឡាទៅទៀតប៉ុន្តែទីក្រុងតេអេរ៉ុងបានបោះពាក្យសម្ដីទៅវិញម្ដងជាពីរដងរួចហើយថាម្រាមដៃសូកកៃកំភ្លើងរួចហើយចាំតែកេះកៃតែប៉ុណ្ណោះលោកប្រធានាធិបតីដូណាល់ត្រាំបានគម្រាមដល់គួរឲ្យស្រីវឆ្អឹងខ្នងបែបនេះគណៈកងនាវាចម្បាំងអាមេរិកដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln បានរំកិលខ្លួនចូលទៅដល់តំបន់មជ្ឈិមបូព៌ាហើយនៅក្នុងបទសម្ភាសន៍ជាមួយនឹង Axios កាលពីថ្ងៃច័ន្ទលោកដូណាល់ត្រាំបានបង្ហើបថាស្ថានភាពជាមួយប្រទេសអេរ៉ុងនៅតែស្ថិតនៅក្នុងស្ថានភាពប្រែប្រួលជានិច្ចលោកបានបន្តយ៉ាងដូចនេះថាយើងដាក់ពង្រាយកងនាវាចម្បាំងយ៉ាងច្រើនសម្បើមនៅជាប់នឹងឃ្លៀកអេរ៉ុងរួចហើយច្រើនជាងពេលដែលព័ទ្ធចាប់វេណេស៊ុយអេឡាទៅទៀតបើទោះបីជាយ៉ាងណាក៏ដោយលោកប្រធានាធិបតីដូណាល់ត្រាំនៅតែលើកឡើងថាទីក្រុងតេអេរ៉ុងពិតជាចង់ចរចាជាមួយអាមេរិកដោយលោកអះអាងថាពួកគេបានហៅទូរស័ព្ទមករកលោកជាច្រើនលើកច្រើនសារហើយដើម្បីសុំពិភាក្សាអ្វីត្បិតលោកប្រធានាធិបតីដូណាល់ត្រាំអះអាងយ៉ាងដូចនេះប៉ុន្តែអេរ៉ុងផ្ទាល់បានបោះពាក្យសម្ដីម្ដងជាពីរដងដោយមិនខ្លាចអាមេរិកសូម្បីតែប៉ុនសរសៃសក់មករៀមដៃសូកកៃកំភ្លើងរួចហើយចាំតែកេះតែប៉ុណ្ណោះហើយនឹងឲ្យអាមេរិកឬក៏អ៊ីស្រាអែលស្គាល់រសជាតិឈឺចាប់ប្រសិនបើពួកគេហ៊ានតែវាយប្រហារអេរ៉ុងនោះកងនាវាចម្បាំងដែលអាមេរិកដាក់ពង្រាយដើម្បីទប់វាយប្រហារអេរ៉ុងគឺដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលទីបញ្ជាការកណ្ដាលអាមេរិកបានបញ្ជាក់ថាឥឡូវនេះចូលទៅដល់តំបន់មជ្ឈិមបូព៌ាហើយបន្ថែមលើពីនេះទៅទៀតយន្តហោះចម្បាំង S-15 និង S-35 យន្តហោះសម្រាប់ចាក់ប្រេងលើមេឃនិងប្រព័ន្ធការពារដែនអាកាសក៏ត្រូវបានដាក់ពង្រាយផងដែរអ្វីដែលកាន់តែមិនស្រួលនោះគឺលោកឧត្តមសេនីយ៍ Brett Cooper មេបញ្ជាការនៃបញ្ជាការកណ្ដាលអាមេរិកបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលរួចហើយកាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាអំពីផែនការយោធារួមគ្នាហើយគ្មានអ្វីក្រៅពីរឿងផែនការវាយប្រហារអេរ៉ុងនោះទេអ៊ីស្រាអែលធ្លាប់ភ្លាត់ស្ងៀតម្ដងរួចមកហើយអញ្ចឹងសួរថាតើប្រសិនបើអេរ៉ុងបាញ់មីស៊ីលរាប់រយគ្រាប់ស្រោចមកលើនៅពេលតែមួយនោះអាមេរិកអាចការពារនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln បានដែរឬទេពេលបណ្ដែតខ្លួននៅឈូងសមុទ្រពាក់អ្នកជំនាញខាងយោធាបានផ្ដល់ចម្លើយថាបើទោះបីជាខ្លាំងប៉ុណ្ណាក៏ដោយប្រសិនបើគ្រាប់មីស៊ីលរបស់អេរ៉ុងហោះចេញស្រោចដោយគ្រាប់ភ្លៀងបន្តកន្ទុយគ្នាទៅហើយនោះចង់មិនចង់គឺ Aegis របស់សហរដ្ឋអាមេរិកប្រកាសជាស្វាំងភ្នែកនៅឈូងសមុទ្រពាក់ដ៏តូចចង្អៀតអ៊ីរ៉ុងមានស្តុកមីស៊ីលប្លង់ច្រើនជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ារួមបញ្ចូលទាំងកំពូលមីស៊ីល Fata 110ដែលមានសមត្ថភាពខ្លាំងពូកែនៅក្នុងការកំណត់គោលដៅយ៉ាងជាក់លាក់លើនាវាផ្លាស់ទីនៅក្នុងច្រកតូចចង្អៀតយុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ុងគឺពឹងផ្អែកទៅលើការបាញ់មីស៊ីលធ្វើយ៉ាងណាឲ្យបានច្រើនជាងគ្រាប់ដែលអាមេរិកមានដើម្បីការពារកងទ័ពជើងទឹករបស់ខ្លួននោះអ៊ីរ៉ុងអាចប្រើវិធីបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកតម្លៃថោកនិងគ្រាប់រ៉ុកែតស្រោចដោយវងឃ្មុំនៅក្នុងពេលតែមួយដើម្បីទៅរោមឬក៏គ្របដណ្ដប់ពីលើរ៉ាដាតាមដានរបស់ក្រុមនាវាយន្តហោះចម្បាំងអាមេរិករួចហើយក៏ឆ្លៀតឱកាសរ៉ាដាអាមេរិកស្វាំងភ្នែកអ៊ីរ៉ុងក៏ចាប់ផ្ដើមបញ្ចេញទូឯកបាញ់ពន្លិចនាវាយន្តហោះចម្បាំងអាមេរិកឲ្យលិចទៅបាតសមុទ្រតែម្ដងនៅក្នុងសេណារីយ៉ូមួយទៀតបើនៅក្នុងករណីអ៊ីរ៉ុងបាញ់សន្ធាប់ខ្លាំងហើយអាមេរិកប្រឹងស្ទាក់ចាប់តាមនោះច្បាស់ណាស់សេណារីយ៉ូដែលការពីនាវាយន្តហោះចម្បាំង USS Abraham Lincoln ប្រកាសជាអស់គ្រាប់មុនអ៊ីរ៉ុងបើអញ្ចឹងនោះក៏ជាឱកាសរបស់អ៊ីរ៉ុងអាចលេងតាមចិត្តបានដែរហើយអេរ៉ុងធ្លាប់ប្រើយុទ្ធសាស្ត្រប៉ុន្មានក្បាច់នេះធ្វើឲ្យអ៊ីស្រាអែលស្វាំងភ្នែករួចមកហើយអំឡុងសង្គ្រាមរយៈពេល12ថ្ងៃប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក្រុមនាវាចម្បាំងអាមេរិកបានស្ពាយខែលការពារមកជាមួយច្រើនសន្ធាប់ណាស់ហើយមិនងាយបុកទម្លុះបានដោយស្រួលនោះទេនៅក្នុងនោះមានដូចជា Aegis ប្រើរ៉ាដា SPY-1 ដែលអាចកំទេច100គោលដៅនៅក្នុងពេលតែមួយកងទ័ពជើងទឹកអាមេរិកមានបំពាក់មីស៊ីល
S-M6 ដែលអាចបាញ់កំទេចគោលដៅនៅក្នុងចម្ងាយរហូតដល់240គីឡូម៉ែត្រឬក៏ច្រើនជាងនេះនៅពេលដែលវាហោះទៅដល់នាវាផ្ទុកយន្តហោះចម្បាំងប្រសិនបើសត្រូវអាចបុកទម្លុះស្រទាប់ការពារខាងក្រៅបាននោះអាមេរិកមានមីស៊ីល Ilvo Stravo មីស៊ីលចាំការពារមួយជាន់ទៀតជាការស្រេចនៅក្នុងករណីមីស៊ីលសត្រូវបុកទម្លុះបានគ្រប់ស្រទាប់ការពារហើយប្រព័ន្ធ Phalanx Close In Weapon System នឹងចេញធ្វើការដោយស្វ័យប្រវត្តិប្រព័ន្ធរ៉ាដានេះអាចបាញ់បាន4500គ្រាប់នៅក្នុង1នាទីដើម្បីកំទេចក្បាលគ្រាប់របស់សត្រូវត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះក្រៅពីមានស្រទាប់ការពារទាំងអស់នេះក្រុមនាវាចម្បាំងអាមេរិកក៏មានបំពាក់នូវឧបករណ៍ផ្ដាច់សញ្ញារ៉ាដាដែលមានឈ្មោះថា SLQ-32 ដើម្បីធ្វើឲ្យមីស៊ីលសត្រូវវង្វេងដានផងដែរបើទោះបីជាយ៉ាងណាក៏ដោយឈូសមុទ្រពាក់មានទទឹងត្រឹមតែ35ទៅ60គីឡូម៉ែត្រតែប៉ុណ្ណោះនៅចំណុចតូចចង្អៀតបំផុតហេតុដូច្នេះអាមេរិកមានពេលតិចតួចណាស់នៅក្នុងការឆ្លើយតបបើអេរ៉ុងបាញ់មីស៊ីលសង្គ្រប់ក៏ប៉ុន្តែនេះគ្រាន់តែជាការវិភាគតែប៉ុណ្ណោះហេតុដូច្នេះមានតែរងចាំមើលក្នុងសមរភូមិជាក់ស្ដែងតែប៉ុណ្ណោះទើបអាចកាត់សេចក្តីបានថាតើនរណាខ្លាំងជាងនរណាក៏ប៉ុន្តែមានមតិភាគច្រើនគិតថាអេរ៉ុងទៅមិនរួចជាមួយនឹងអាមេរិកនោះឡើយហេតុអ្វីបានជាអ៊ីរ៉ង់សងសឹកនឹងការគំរាមកំហែងយោធាអាមេរិកដោយការបិទច្រកសមុទ្រ Hormuz នៅខណៈដែលមានការគំរាមកំហែងកាន់តែកើនឡើងពីសំណាក់ប្រធានាធិបតីអាមេរិក Donald Trump ដែលដាក់ពង្រាយសពាវុធយោធាមានដូចជានាវាចម្បាំងយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 រហូតដល់នាវាផ្ទុកយន្តហោះនៅតំបន់មជ្ឈមបូព៌ាដើម្បីត្រៀមរៀបចំការវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់នៅក្នុងករណីចាំបាច់នៅពេលនេះសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានគេដឹងថាបានឆ្លើយតបទៅនឹងការគំរាមកំហែងយោធារបស់សហរដ្ឋអាមេរិកដោយប្រកាសថាខ្លួននឹងបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរអន្តរជាតិដ៏មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកនៅខណៈដែលការលើកឡើងអំពីការបិទច្រកសមុទ្រនេះត្រូវបានលេចឡើងជាការឆ្លើយតបទៅនឹងការគំរាមកំហែងយោធារបស់មហាអំណាចអាមេរិកនេះមានសំណួរមួយបានចោទសួរថាហេតុអ្វីបានជាអ៊ីរ៉ង់អាចបិទច្រកសមុទ្រមួយនេះហើយអ៊ីរ៉ង់នឹងបិទវាដោយរបៀបណាដើម្បីជ្រាបសូមអស់លោកស្រីអ្នកនាងកញ្ញាតាមដាននៅអត្ថបទដូចខាងក្រោមនេះច្រកសមុទ្រ Hormuz គឺជាច្រកសំខាន់បំផុតសម្រាប់ការដឹកប្រេងនៅលើពិភពលោកហើយមានសារៈសំខាន់យ៉ាងខ្លាំងទាំងយុទ្ធសាស្ត្រភូមិសាស្ត្រសម្រាប់សហរដ្ឋអាមេរិកនិងសេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើលំហូរប្រេងច្រកសមុទ្រនេះស្ថិតនៅចន្លោះប្រទេសអូម៉ង់និងអ៊ីរ៉ង់ដែលភ្ជាប់សមុទ្រពាក់ភាគខាងជើងទៅខាងត្បូងជាមួយសមុទ្រអូម៉ង់និងសមុទ្រអារ៉ាប់វាមានទទឹងប្រហែល33គីឡូម៉ែត្រនៅចំណុចតូចបំផុតហើយផ្លូវដឹកជញ្ជូនក្នុងច្រកសមុទ្រនេះមានទទឹងត្រឹមតែ3គីឡូម៉ែត្រដោយសារតែច្រកសមុទ្រនេះជាច្រកសំខាន់សម្រាប់ការដឹកប្រេងការពារនិងការត្រួតពិនិត្យវាត្រូវបានកងនាវានិងប្រទេសធំគ្រប់គ្រងដើម្បីធានាសន្តិសុខនិងការបន្តចរន្តប្រេងដែលមានឥទ្ធិពលច្រើនលើសេដ្ឋកិច្ចពិភពលោកប្រហែល 1/5 នៃការប្រើប្រាស់ប្រេងសរុបរបស់ពិភពលោកត្រូវបានដឹកតាមច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃចាប់ពីដើមឆ្នាំ2022រហូតមកដល់ចុងឆ្នាំ2025ថ្មីនេះប្រហែល 17.8 លានទៅ 20.8 លានធុងនៃធុងផ្ទុកប្រេងឆៅប្រេងស្រាលនិងឥន្ធនៈត្រូវបានដឹកឆ្លងកាត់ច្រកសមុទ្រនេះភាគច្រើននៃប្រេងនេះត្រូវបាននាំចេញពីប្រទេសសមាជិកអង្គការនាំចេញប្រេងអូពេករួមមានអារ៉ាប៊ីសាអូឌីតអ៊ីរ៉ង់អារ៉ាប់រួមគុយវ៉ែតនិងអ៊ីរ៉ាក់ទៅកាន់ទីផ្សារអាស៊ីដោយសារតែសារៈសំខាន់ក្នុងការដឹកប្រេងកងនាវាចរទី5របស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅប្រទេសបារ៉ែនមានភារកិច្ចការពារការដឹកជញ្ជូនពាណិជ្ជកម្មនិងសន្តិសុខនៅក្នុងតំបន់នេះច្រកសមុទ្រ Hormuz គឺជាច្រកសំខាន់មួយដែលមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចពិភពលោកនិងយុទ្ធសាស្ត្រភូមិសាស្ត្របណ្ដាញផ្សាយព័ត៌មានរបស់ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍កាលពីចុងសប្តាហ៍ថាសភាអ៊ីរ៉ង់បានអនុម័តវិធានការមួយដើម្បីអនុញ្ញាតឲ្យបិទច្រកសមុទ្រ Hormuz ប៉ុន្តែការសម្រេចចិត្តចុងក្រោយនៅតែស្ថិតនៅលើដៃមេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមីណៃនៅក្នុងបរិបទនៃភាពតានតឹងកើនឡើងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi កាលពីថ្ងៃអាទិត្យបានបញ្ចេញសារព្រមានយ៉ាងបើកចំហដោយនិយាយថា
ការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់វានឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរចំណែកឯមេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡាអាលី ខាមីណៃបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដំបូងបន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមជាមួយអ៊ីស្រាអែលក្នុងការត្រៀមវាយប្រហារអ៊ីរ៉ង់ដែលលោកបានលើកឡើងថាអ៊ីស្រាអែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនិងត្រូវតែទទួលទណ្ឌកម្មប៉ុន្តែលោកមិនបានលើកឡើងដោយផ្ទាល់ពីការបិទច្រកសមុទ្រ Hormuz នោះទេអ្នកវិភាគយោធាចង្អុលបង្ហាញថាការប៉ុនប៉ងណាមួយរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ប្រសិនបើកើតមានអ៊ីរ៉ង់នឹងដាក់មីនសមុទ្រស្ទើរពេញផ្លូវដឹកជញ្ជូនដែលមានទទឹងត្រឹមតែ3គីឡូម៉ែត្រអ៊ីរ៉ង់ត្រូវបានគេជឿថាមានមីនសមុទ្ររាប់ពាន់គ្រាប់រួមទាំងមីន EM52 ផលិតនៅប្រទេសចិនដែលអាចបាញ់រ៉ុកកែតពីឆ្នេរសមុទ្រប្រសិនបើវារកឃើញគោលដៅការដាក់មីនទាំងនេះអាចត្រូវបានអនុវត្តដោយនាវាមុជទឹករួមមាននាវាមុជទឹកថ្នាក់គីឡូផលិតដោយរុស្ស៊ីនិងនាវាមុជទឹកថ្នាក់កាឌៀរបស់អ៊ីរ៉ង់ដែលតម្រូវឲ្យប្រតិបត្តិការធ្វើឡើងយ៉ាងឆាប់រហ័សនិងសម្ងាត់ក្រៅពីនេះការបិទច្រកសមុទ្រអាចត្រូវបានគាំទ្រដោយការដាក់ពង្រាយថ្មីធំដែលធ្វើឲ្យប៉ះទង្គិចនឹងនាវាពីការវាយប្រហារចេញពីឆ្នេរសមុទ្រអ៊ីរ៉ង់ទូកល្បាតតូចៗនិងយន្តហោះគ្មានមនុស្សបើកទាំងតាមអាកាសនិងតាមសមុទ្រទោះជាយ៉ាងណាអ្នកវិភាគជឿថាសមត្ថភាពយោធាអ៊ីរ៉ង់ដែលមានមូលដ្ឋានលើឆ្នេរសមុទ្រទាំងនេះទំនងជានឹងត្រូវរងការវាយប្រហារយ៉ាងឆាប់រហ័សដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកការបោះសម្អាតមីនសមុទ្រគឺជាកិច្ចការដ៏ស្មុគស្មាញនិងមានហានិភ័យខ្ពស់ជាពិសេសក្នុងបរិយាកាសជម្លោះកាលពីសង្គ្រាមឈូងសមុទ្រឆ្នាំ1991នាវាចម្បាំងអាមេរិក USS Tripoli និង USS Princeton ធ្លាប់ត្រូវបានខូចខាតដោយមីនសមុទ្ររបស់អ៊ីរ៉ាក់ទោះបីជាយ៉ាងណាសហរដ្ឋអាមេរិកមានវត្តមានយោធាដ៏សន្ធឹកសន្ធាប់នៅតំបន់នេះដើម្បីការពារផ្លូវទឹកអន្តរជាតិលោក Nick Charles អ្នកវិភាគនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិបានលើកឡើងថាអ៊ីរ៉ង់អាចបង្កការរំខានយ៉ាងខ្លាំងនិងគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះកងទ័ពជើងទឹកអាមេរិកនិងដៃគូប៉ុន្តែសម្រាប់ហេតុផលដូចនេះការប៉ុនប៉ងបិទច្រកសមុទ្រ Hormuz ទំនងជានឹងបង្កឲ្យមានការឆ្លើយតបផ្នែកយោធាដ៏ធំទូលាយនិងសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិកការបិទច្រកសមុទ្រ Hormuz អាចផ្ដល់អត្ថប្រយោជន៍មួយសម្រាប់អ៊ីរ៉ង់ជាវិធានការដាក់សម្ពាធដោយផ្ទាល់លើលោក Donald Trump ព្រោះវានឹងបង្កឲ្យមានការកើនឡើងនៃតម្លៃប្រេងភ្លាមៗនិងបង្កឥទ្ធិពលអតិផរណានៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាទូទាំងពិភពលោកទោះជាយ៉ាងណាវានឹងក្លាយជាទង្វើនៃការធ្វើបាបខ្លួនឯងផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់អ៊ីរ៉ង់ផងដែរព្រោះប្រេងរបស់អ៊ីរ៉ង់ផ្ទាល់ក៏ពឹងផ្អែកលើច្រកសមុទ្រដូចគ្នានេះការបិទច្រកសមុទ្រ Hormuz ក៏អាចនាំឲ្យប្រទេសឈូងសមុទ្រអារ៉ាប់ដែលកាលពីមុនបានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលចូលរួមក្នុងជម្លោះដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខរបស់ខ្លួនជាពិសេសការបិទច្រកសមុទ្រនេះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចធំទី2របស់ពិភពលោកនិងជាអតិថិជនទិញប្រេងសំខាន់បំផុតរបស់អ៊ីរ៉ង់ប្រហែល 90% នៃប្រេងអ៊ីរ៉ង់ដែលស្ថិតក្រោមទណ្ឌកម្មអន្តរជាតិត្រូវបាននាំចេញទៅកាន់ប្រទេសចិនក្នុងបរិបទនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានអំពាវនាវឲ្យចិនជួយទប់ស្កាត់អ៊ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ដោយលើកឡើងថាលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំងតាក់ទងទៅកាន់អ៊ីរ៉ង់ព្រោះចិនពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រនេះសម្រាប់ការផ្គត់ផ្គង់ប្រេងលោកបានបន្ថែមថាប្រសិនបើអ៊ីរ៉ង់ធ្វើដូច្នេះវានឹងជាកំហុសដ៏អាក្រក់មួយទៀតហើយអាចចាត់ទុកជាការធ្វើអត្តឃាតផ្នែកសេដ្ឋកិច្ចសម្រាប់ខ្លួនឯងជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍ថានាវាដឹកប្រេងមួយចំនួនបានវិលត្រឡប់វិញឬផ្លាស់ប្ដូរផ្លូវធ្វើដំណើរបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ក្នុងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរចំនួន3របស់អ៊ីរ៉ង់គឺជាជំហានមួយដែលមិនធ្លាប់មានពីមុនមកនិងបានជំរុញការភ័យខ្លាចអំពីចំនួនទូលំទូលាយនៅតំបន់មជ្ឈិមបូព៌ាដោយសារសហរដ្ឋអាមេរិកចូលរួមជាមួយអ៊ីស្រាអែលក្នុងសកម្មភាពយោធាដ៏ធំបំផុតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ1979ពិភពលោកកំពុងត្រៀមខ្លួនសម្រាប់ការឆ្លើយតបរបស់អ៊ីរ៉ង់
តែយ៉ាងណាអ្នកវិភាគបានលើកឡើងថាវិធានការសងសឹកមួយដែលអ៊ីរ៉ង់អាចពិចារណាគឺការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរហូតដល់ជាង 1/5 នៃការផ្គត់ផ្គង់ប្រេងពិភពលោកប្រមាណ20លានធុងក្នុងមួយថ្ងៃនិងភាគច្រើននៃឧស្ម័នរាវត្រូវឆ្លងកាត់សមុទ្រ Hormuz ដែលស្ថិតនៅទីនេះតែបើយោងតាមប្រវត្តិសាស្ត្របង្ហាញថាអ៊ីរ៉ង់ធ្លាប់គំរាមបិទច្រកសមុទ្រនេះជាច្រើនលើកប៉ុន្តែមិនដែលអនុវត្តការគំរាមកំហែងបានម្ដងឡើយដោយសារហានិភ័យផ្នែកយោធានិងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាពិសេសបារម្ភពីការវាយប្រហារដោយសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តអាមេរិក E-School Cambodia ផ្ដល់នូវចំណេះជំនាញចំណូល